ខ្ញុំសូមបង្ហាញពីការធ្វើស្នូកចំណីដែលប្រើប្រាស់នៅសម្ភារៈដែលយើងចំណាយថវិកាតិចហើយមិនជះខ្ជាយនៅចំណីហើយអាចកសិករអាចប្រើប្រាស់វាបានយូរអង្វែងដោយសន្សំសំចៃទីមួយគឺយើងប្រើប្រាស់នៅធុងកានដែលចាស់យ៉ាងទៀតយើងអាចប្រើប្រាស់នៅសបកកដុងដែលគេដាក់ប្រេងម៉ាស៊ីនគឺសម្រាប់កែច្នៃធ្វើជាស្នូកចំណីសម្រាប់ចិញ្ចឹមមាន់ចំពោះសម្ភារៈសម្រាប់ធ្វើស្នូកចំណីយើងទីមួយយើងមានហ្វឺតមួយគឺសម្រាប់ទូកម្រិតនៃការកាត់ហើយទីពីរគឺរណាគឺសម្រាប់កាត់កដុងដើម្បីទុកចន្លោះឲ្យមាន់សម្រាប់មាន់សុកក្បាលចូលនិងមួយទៀតគឺយើងមានកាបិតចុងស្រួចសម្រាប់កាត់កដុងមុនដំបូងយើងត្រូវវាស់ទំហំនៃកន្លែងដែលយើងត្រូវកាត់បើន័យថាយើងចុចដូចម៉េចទំហំដែលត្រូវកាត់ហ្នឹងគឺឲ្យល្មមអាចមាន់អាចសុកក្បាលចូលដូច្នេះយើងត្រូវដៅនិងគូសចំណុចដែលយើងត្រូវកាត់អញ្ចឹងយើងចំណុចដែលយើងត្រូវកាត់យើងត្រូវគូសទៅតាមទំហំដែលអាចមាន់អាចសុកក្បាលចូលហើយដល់ក្រោយបន្ទាប់មកយើងនឹងកាត់នៅចំណុចដែលយើងត្រូវលើបានគូសហ្នឹងហើយជាពិសេសលើយ៉ាងណាទំហំដែលទុកនេះគឺឲ្យមានទំហំខ្ពស់ដើម្បីកុំឲ្យចំណីហ្នឹងខ្ទាតចេញកាលណាយើងកាត់ទាបពេកធ្វើឲ្យចំណីហ្នឹងខ្ទាតចេញមកក្រៅអស់អញ្ចឹងយើងត្រូវវាស់វាហើយមុននឹងកាត់ដើម្បីកុំឲ្យកាត់ទៅវាខុសចំណុចដែលយើងត្រូវកាត់បើកាត់នៅចំណុចនេះគឺតែយើងត្រូវកាត់ចេញតទៅពីយើងបានជាកង់រួចហើយគឺយើងយកកាបិតចុងស្រួចហ្នឹងគឺយកមកកាត់នៅកន្លែងដែលមានស្នាមកាត់ដើម្បីចោះវាកើតជាវិញពីលើនេះគឺយើងកាត់ទំហំវាតូចបានហើយព្រោះអីបើសិនជាធំពេកមាន់អាចចូលទៅក្នុងឬម្យ៉ាងទៀតយើងអាចកាត់តែ3ជ្រុងហើយយើងបើកវាដាក់ចំណីហើយយើងបិទវាទៅវិញអញ្ចឹងមិនធ្វើឲ្យមាន់ដែលមកស៊ីនឹងវាចូលតាមនឹងនេះគឺជាធុងជ័រដែលយើងបានកែច្នៃធ្វើជាស្នូកចំណីរួចហើយខ្ញុំខំផងអត់បានអត់ខយទេ